ចាថ្ងៃនេះជាមួយលំហាត់មួយទៀតហើយសរសេរចំនួនខាងក្រោមជាទម្រង់ពងរាយជានេះខ្ញុំមាន15លាន%21540ចាអញ្ចឹងសរសេរជាទម្រង់ពងរាយយើងសរសេរមក15លាននៅអញ្ចឹងវាមានតម្លៃស្មើនឹង15លានហ្នឹងអញ្ចឹងយើងសរសេរ15លានអញ្ចឹងលេខកតុយទាំងអស់គឺខ្លាយជាលេខ0អញ្ចឹងចូលលេខ7ម្ដងគឺវានៅខ្ទង់អីខ្ទង់ខ្សែអញ្ចឹងវាមានតម្លៃស្មើនឹង7សែន2សែន20000លោកទៅមក20000ណា1000 500 40ទី4នៅខ្ទង់10ចាំមានតម្លៃស្មើ40លេខ40ខ្ទង់រាយយើងគឺ0អញ្ចឹងយើងចង់ដាក់ក៏បានអត់ក៏បានឥឡូវនឹងខ្ញុំដាក់ដែរដាក់ខ្ទង់គេតែវានៅខ្ទង់អីវាមានតម្លៃស្មើប៉ុណ្ណឹងហើយកុំភ្លេចសញ្ញាបូកផងលំហាត់នេះដូចគ្នាសាកធ្វើខមមិនចម្លើយទាំងអស់គ្នា